xã kia rồi có chi vật cam mày chẳng bà sân chi dương mình phơi cao cắt ra thì ក្រុមជំនាញសួរទៅដល់ប្រិយមិត្តដែលកំពុងតែទស្សនានៅកម្មវិធីបណ្ដា Talk Show ស្វាគមន៍មកកាន់ប្រធានបទទី 228 ដែលសប្តាហ៍នេះយើងលើកយកប្រធានបទដែលតាក់ទងជាមួយនឹងការកត់ត្រានៅក្នុងសៀវភៅធានានុប្រវត្តិដែលអត្ថប្រយោជន៍ជាច្រើនអំពីការកត់ត្រានៅក្នុងសៀវភៅនេះគឺពិតជាមានសារៈសំខាន់សម្រាប់អាជីវកម្មដែលពួកគាត់បានបើកដំណើរការនៅក្នុងការប្រកបអាជីវកម្មជាទូទៅប្រកាសណាស់ថាការកត់ត្រាទាមទារឲ្យមានការកត់ត្រាឲ្យបានច្បាស់លាស់ថ្ងៃខែឆ្នាំក៏ដូចជា ប្រតិបត្តិការលុយចេញនឹងជួលជាដើមលំអិតនៅអត្ថប្រយោជន៍នៃការកត់ត្រានៅក្នុងសៀវភៅធានានុប្រវត្តិនេះជួបជាមួយនឹងអ្នកគ្រូដែលជាគ្រូបង្រៀននៅក្នុងសាកលវិទ្យាល័យបណ្ដាទៅលើជំនាញនេះតែម្ដងចាចាជំរាបសួរអ្នកគ្រូជំរាបសួរចារីករាយបានជួបអ្នកគ្រូជាលើកដំបូងដែលយើងជួបគ្នាចាប៉ុន្តែដំបូងនេះអនុញ្ញាតណែនាំខ្លួនទៅដល់ប្រិយមិត្តបន្តិចសិនអ្នកគ្រូចាជំរាបសួរនាងខ្ញុំឈ្មោះសូស៊ីណាជាគ្រូបង្រៀនមុខវិជ្ជាគណនេយ្យកុំព្យូទ័រ ចាអរគុណច្រើនអ្នកគ្រូសម្រាប់ការផ្ដល់កិត្តិយសចូលរួមនៅក្នុងកម្មវិធីយើងនៅក្នុងថ្ងៃនេះហើយជឿជាក់ថាសម្រាប់ប្រិយមិត្តដែលគាត់ស្ដាប់នៅប្រធានបទដែលខ្ញុំបានលើកឡើងមិញពីអត្ថប្រយោជន៍នៃការកត់ត្រានៅក្នុងសៀវភៅធានានុប្រវត្តិនេះគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់អាជីវកម្មអញ្ចឹងថាតើមានអត្ថប្រយោជន៍យ៉ាងណាខ្លះដំបូងនេះចង់ឲ្យអ្នកគ្រូជំរាបជូនអំពីសៀវភៅធានានុប្រវត្តិនេះបន្តិចសិនថាតើសៀវភៅធានានុប្រវត្តិនេះគឺជាអ្វីដែរមានអត្ថន័យយ៉ាងណាដែរចា ចាសៀវភៅធានានុប្រវត្តិដែលយើងប្រើជាភាសាគណនេយ្យគឺជាជារចនានុត្រីចាគឺជាផ្នែកមួយដ៏សំខាន់ដែលយើងធ្វើការកត់ត្រាទៅលើចំណូលចំណាយប្រចាំថ្ងៃមិនថាចំពោះការសិក្សាឬក៏សម្រាប់អាជីវករឬក៏សហគ្រាសផ្សេងៗចាបើនិយាយឲ្យចំទៅគឺយើងតាមដានរាល់សាច់រឿងប្រចាំថ្ងៃរបស់យើងចាទៅលើចំណូលចំណាយ ចំពោះអាជីវកម្មបើសិនជាយើងមិនមានសៀវភៅធានានុប្រវត្តិធ្វើការកត់ត្រាទេនោះយើងនឹងមានហានិភ័យចាមិនថាអាជីវកម្មតូចអាជីវកម្មចាមិនថាអាជីវកម្មតូចឬក៏អាជីវកម្មធំទេគឺត្រូវការទាមទារសៀវភៅធានានុប្រវត្តិហ្នឹងធ្វើការកត់ត្រាចាចុះពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍នៃការកត់ត្រានៅក្នុងសៀវភៅហ្នឹងវិញអ្នកគ្រូអាចជំរាបជូនផងបានទេថាតើមានអត្ថប្រយោជន៍អ្វីខ្លះដែរទៅដល់ម្ចាស់អាជីវកម្មចាចំពោះអត្ថប្រយោជន៍ទៅលើសៀវភៅធានានុប្រវត្តិចាគឺតាមដានរាល់ព្រឹត្តិការណ៍ការកត់ត្រាជាប្រចាំចាគឺវាជួយសម្រួលដល់មិនថាគណនេយ្យករឬក៏អាជីវកម្មទេបើសិនជាយើងមិនមានការកត់ត្រាសៀវភៅធានានុប្រវត្តិហ្នឹងទេនោះយើងនឹងមិនដឹងថាចំណូលចំណាយប្រចាំថ្ងៃយើងទៅលើអីគេខ្លះចាតែយើងចំណាយទៅលើអីចានឹងយើងពិបាកនឹងធ្វើការបញ្ជីនៅរៀងរាល់ចុងខែចាហើយក៏មាននៅហានិភ័យចាថវិកាមួយចំនួនដែរនៅក្នុងពេលអនាគតហើយចាអរគុណច្រើនហើយចុះពាក់ព័ន្ធជាមួយនឹងការកត់ត្រានេះពាក់ព័ន្ធទៅនឹងការវិតម្លៃការរីកចម្រើននៃចំណូលរបស់យើងតើបានជួយទៅលើការវិតម្លៃទៅលើការកត់ត្រាក៏ដូចជាការរីកចម្រើននៃក្រុមហ៊ុនរបស់យើងឬអាជីវកម្មរបស់យើងនឹងបានកម្រិតណាដែរចាចំពោះការកត់ត្រាតាមសៀវភៅធានានុប្រវត្តិគឺវាជួយវិតម្លៃរាល់ការរីកចម្រើនរបស់យើងជាប្រចាំយើងអាចប្រៀបធៀបកំណត់ត្រាពីមួយថ្ងៃទៅមួយថ្ងៃថាថ្ងៃហ្នឹងយើងចំណាយទៅលើអីថ្ងៃនេះយើងទទួលចំណូលទៅលើអីចាគឺវាប្រៀបធៀបគ្នាពីមួយថ្ងៃទៅមួយថ្ងៃនឹងយើងនឹងឃើញពីចំណុចដែលយើងត្រូវកែលម្អនិងកែប្រែប្រតិបត្តិការជាប្រចាំរបស់យើងចាអ្នកគ្រូតែតើទៅនឹងការកត់ត្រានៅចំណាយប្រចាំថ្ងៃនៅក្នុងសៀវភៅធានានុប្រវត្តិនេះបានជួយអ្វីខ្លះដែរនៅពេលដែលយើងកត់ត្រាជារៀងរាល់ថ្ងៃយើងបានដឹងអំពីកំហុសយើងបានដឹងអំពីចំនួននិងចំណូលនិងចំណាយរបស់អាជីវកម្មរបស់យើងតែជួយអ្វីសំខាន់ទៀតទៅលើការកត់ត្រាប្រចាំថ្ងៃមួយនេះចាចំពោះការកត់ត្រាការចំណាយប្រចាំថ្ងៃក្នុងសៀវភៅធានានុប្រវត្តិគឺជួយឲ្យយើងដឹងច្បាស់ពីការប្រើប្រាស់ថវិកានិងកាត់បន្ថយការចំណាយនៅអ្វីដែលមិនចាំបាច់ចាហើយនឹងធ្វើឲ្យផែនការហិរញ្ញវត្ថុយើងគឺបានល្អប្រសើរចា
ក្រៅតែពីអាជីវកម្មដូចជាការប្រើប្រាស់នៅជីវិតរស់នៅប្រចាំថ្ងៃយើងអាចកត់ត្រាបែបនឹងបានដែរឬទេឬក៏យ៉ាងណាដែរនេះចាបានដូចគ្នាបើសិនជាយើងចំណាយពីមួយថ្ងៃទៅមួយថ្ងៃយើងអត់ដឹងថាអូថ្ងៃនេះយើងចំណាយពីអីថ្ងៃនេះយើងទទួលចំណូលពីអីថាអញ្ចឹងយើងអត់ដឹងថាក្នុងមួយថ្ងៃទៅមួយថ្ងៃយើងចំណាយអស់ប្រមាណការចំណាយរបស់យើងអត់ដឹងមុខអញ្ចឹងយើងត្រូវការ note លើចំណូលចំណាយប្រចាំថ្ងៃរបស់យើងចានេះក៏ជាផ្នែកមួយសម្រាប់បងប្អូននិស្សិតក៏ដូចជាស្រីៗគ្នាយើងណាចាដែលធម្មតាមិនថាតែការប្រើប្រាស់នៅជីវិតរស់នៅប្រចាំថ្ងៃបែបជីវិតនៅលីឬក៏ជីវិតគ្រួសារទីមទីឲ្យមានការទុកដាក់នៅថវិកាបានត្រឹមត្រូវហើយតែរបៀបនៃការទុកដាក់វិញនោះតើយើងត្រូវធ្វើការកត់ត្រាពីពេលណាទៅពេលណាហើយយើងត្រូវទុកដាក់យ៉ាងម៉េចខ្លះដែរនេះគ្រូដើម្បីក៏ជាផ្នែកមួយដែរជូនទៅដល់ប្រិយមិត្តនេះជាសំណួរខាងក្រៅរបស់នាងខ្ញុំឯងចាចាមិនថាចំពោះខ្ញុំឬក៏ចំពោះបងទេពីមួយថ្ងៃទៅមួយថ្ងៃបើសិនជាយើងចំណាយចាចំណាយអ្វីដែលវាមិនចាំបាច់ចាអញ្ចឹងយើងអត់ដឹងយើងអត់ធ្វើការកត់ត្រា note ចំណាំខ្លួនឯងយើងអត់ដឹងថាតើការចំណាយរបស់យើងហ្នឹងយើងចំណាយទៅលើអីចាលុយយើងចេញរហូតចាបើយើងអត់ធ្វើការ note ជាប្រចាំទេអញ្ចឹងយើងអត់ដឹងថាតើពីមួយខែទៅមួយខែការចំណាយរបស់យើងទៅលើអីគេខ្លះចាមិនថាខ្ញុំមិនថាគេគឺត្រូវតែធ្វើការកត់ត្រាចំណាំចាំទុកចាតែបើស្រីៗភាគច្រើនចូលចិត្តឲ្យកាដូខ្លួនឯងអញ្ចឹងណាធ្វើការអញ្ចឹងរៀងបាក់ទឹកចិត្តទៅរៀងអត់ស្បាយចិត្តទៅលួងខ្លួនឯងទិញកាដូលើកទឹកចិត្តប៉ឹបចាដាច់បាយ2ថ្ងៃចានិយាយលេងហ្នឹងសម្រាប់ការនៅរៀនគឺបែបហ្នឹងមែនគេច្រើនតែលើកទឹកចិត្តខ្លួនឯងហើយគឺដាច់បាយ2ថ្ងៃអីហ្នឹងចាពេលមករៀនដំបងនៅពេញចាអរគុណច្រើនជាផ្នែកមួយដែលយើងលើកឡើងជាការពិតមួយផ្នែកមួយដែររបស់អ្នកដែលគាត់មកពីខេត្តហើយមកខិតខំប្រឹងប្រែងតស៊ូសិក្សារៀនសូត្រនៅឯរាជធានីភ្នំពេញចាំបាច់ណាស់គឺពួកគាត់តែងតែទាមទារឲ្យមាននៅការស្វែងរកការងារបដាធ្វើការបដារៀនបដាចាអញ្ចឹងពួកគាត់ឡើងមកគឺអត់ដឹងថារៀនជំនាញអីគេទេហើយពួកគាត់ឡើងមកក៏អត់ដឹងថាតើគួរតែចាប់ផ្ដើមពីកន្លែងណាមុនហើយពេលខ្លះមកដល់ភ្នំពេញហ្នឹងមានលុយចំនួនមួយចំនួនសម្រាប់ការចំណាយផ្សេងថ្លៃទឹកថ្លៃភ្លើងថ្លៃសាលាបងសាលាហើយជាដើមហើយនឹងអាហារប្រចាំថ្ងៃគឺបងប្អូនស្ត្រីខ្លះគាត់បែងចែកបានតែបងប្អូនស្ត្រីខ្លះមួយចំនួនទៀតហៅថាក្មេងស្រីណាចាគាត់នៅក្មេងៗអញ្ចឹងគាត់មិនដឹងថាតើរៀបចំចំណូលចំណាយមិនចេះតែថ្ងៃហ្នឹងញ៉ាំមួយឆ្ងាញ់សិនទៅថ្ងៃស្អែកអត់ដឹងចាតែឥឡូវនេះនៅក្នុងកម្មវិធីរបស់យើងបានចែកម្លែកពាក់ព័ន្ធជាមួយនឹងការរៀបចំកត់ត្រានៅចំណូលចំណាយរបស់យើងអញ្ចឹងបានន័យថាសិភៅធានានុប្រវត្តិនេះគឺជា journal មួយ journal entry ចា journal entry ដ៏សំខាន់មួយសម្រាប់ជីវិតរបស់យើងក៏ដោយការបើកអាជីវកម្មរបស់យើងក៏ដោយគឺសុទ្ធតែតម្រូវនឹងទាមទារឲ្យមានការកត់ត្រាឲ្យបានច្បាស់លាស់ហើយមានរៀបចំផែនការនិងផ្លូវដែលបានត្រឹមត្រូវចាបិទបញ្ចប់នៅជីវិតរបស់ខ្លួនឯងពីមួយវគ្គទៅមួយវគ្គឲ្យបានត្រឹមត្រូវដូចគ្នាចាអរគុណអ្នកគ្រូឥឡូវនេះសម្រាប់សំណួរចុងក្រោយរបស់យើងគឺក៏ចង់ដឹងដូចគ្នាថាតើសម្រាប់អត្ថប្រយោជន៍នៃការកត់ត្រាសៀវភៅធានានុប្រវត្តិនេះមានទៅលើការរៀបចំឯកសារអំពីការប្រើប្រាស់ថវិកាយ៉ាងដូចម្តេចដែរគ្រូចាចាបើនិយាយពីអត្ថប្រយោជន៍ទៅលើការកត់ត្រាតាមសៀវភៅធានានុប្រវត្តិគឺយើងបានរៀបចំហិរញ្ញវត្ថុនិងចំណូលចំណាយរបស់យើងដែលបានកត់ត្រាពីមួយថ្ងៃទៅមួយថ្ងៃចាធ្វើឲ្យយើងងាយស្រួលក្នុងការតាមដានទៅលើហិរញ្ញវត្ថុរបស់យើងចាមិនថាចំពោះបងអូនស្រីជានិស្សិតឬក៏ជាក្រុមសម្រាប់សហគ្រាសឬក៏អាជីវកម្មទេអញ្ចឹងបើសិនជាយើងមិនធ្វើការកត់ត្រាទេយើងអត់ដឹងពីស្ថានភាពឬក៏ស្ថានភាពហិរញ្ញវត្ថុយើងពីមួយថ្ងៃទៅមួយថ្ងៃវាប្រែប្រួលបែបម៉េចទេចាអញ្ចឹងគឺទាមទារឲ្យយើងធ្វើការកត់ត្រានិងចុះថ្ងៃខែឲ្យច្បាស់លាស់ទៅតាមសៀវភៅធានានុប្រវត្តិចាអរគុណច្រើនអ្នកគ្រូសម្រាប់ការចែករំលែកនៅក្នុងថ្ងៃនេះចុងក្រោយអ្នកគ្រូមានអ្វីចង់ប្រាប់ផ្ញើទៅដល់ប្រិមិត្តក៏ដូចជាម្ចាស់អាជីវកម្មទាំងអស់ឲ្យពួកគាត់គួរតែពង្រឹងទៅលើការកត់ត្រានេះឲ្យបានច្បាស់លាស់និងត្រឹមត្រូវជាពិសេសមិនថាតែចំណូលឬក៏ចំណាយឬក៏ការបិទបញ្ជីអីផ្សេងទាមទារឲ្យមានការកត់ត្រានៅក្នុងសៀវភៅធានានុប្រវត្តិនេះហើយជាពិសេសក៏ផ្ញើទៅដល់បងប្អូននិស្សិតផងដែរចាចាជាចុងក្រោយពីខ្ញុំគឺមិនមានមតិអ្វីច្រើនទេចាគឺ
ការនិយាយពីអត្ថប្រយោជន៍នៃការកត់ត្រាតាមស្ភៅទិន្នន័យអនុវត្តហ្នឹងគឺវាជួយតាមដានរាល់ហិរញ្ញវត្ថុយើងឲ្យមានភាពច្បាស់លាស់ត្រឹមត្រូវចាជួយកាត់បន្ថយរាល់កំហុសនឹងការចុះបញ្ជីទៅលើការបិទបញ្ជីចុងខែចានិងវិភាគលើស្ថានភាពហិរញ្ញវត្ថុជាប្រចាំចាអញ្ចឹងគឺតម្រូវឲ្យមិនថាសហគ្រាសឬក៏បងប្អូនដែលជានិស្សិតឬក៏ក្រុមហ៊ុនផ្សេងៗឯងគឺទាមទារត្រូវធ្វើការចុះបញ្ជីនិងកត់ត្រាសិភៅទិន្នន័យប្រវត្តិជាប្រចាំថ្ងៃចាអរគុណច្រើនអ្នកគ្រូសម្រាប់ការចូលរួមនិងចែករំលែកនៅក្នុងប្រតិបត្តិរបស់យើងនៅក្នុងថ្ងៃនេះហើយសង្ឃឹមថានឹងជួបគ្នានៅឱកាសក្រោយជាបន្តទៀតចាប្រិមត្តទ្រទស្សនិកជនជាទីមេត្រីអរគុណសម្រាប់ការតាមដានទស្សនានៅកម្មវិធីបណ្ដា Talk Show តាំងពីដើមរហូតដល់ចប់នាងខ្ញុំទាំងពីរនាក់ក៏សូមអរគុណនិងសូមគោរពលាចា